បញ្ហាទាំង4ដែលបងប្អូនថាទី12ភាគច្រើននឹងជួបនៅពេលដែលចាប់ផ្ដើមរៀនធ្វើវិញ្ញាសាជាលើកដំបូងហើយដំណោះស្រាយយើងមាននៅtrongវីដេអូចំណុចទី1គឺយើងភ្លេចមេរៀនអស់ដាក់វិញ្ញាសាលើតុមកងឹតចឹងមេរៀនដែលរៀនពីមុនមកយើងភ្លេចអស់ហើយពេលយើងអាចធ្វើបានតែមេរៀនដែលយើងកំពុងតែរៀននៅពេលបច្ចុប្បន្ននេះចំណុចទី2គឺធ្វើលំហាត់បដាបើកទៅមើលមេរៀនបដាបើកទៅមើលរូបមន្តបដាហើយធ្វើចឹងទៅវាគួរឲ្យធុញហើយធ្វើឲ្យយើងខាត់ពេលច្រើនខ្លាំងមែនទែនហើយនិយាយពីរឿងពេលវេលាយើងចូលមកដល់ចំណុចទី3របស់យើងគឺមកលំហាត់យើងចំណាយពេលច្រើនក្នុងការធ្វើដូចខ្ញុំមានធ្វើកណិតដំបងខ្ញុំចំណាយពេល4ទៅ5ម៉ោងហើយអញ្ចឹងទៅយើងមានអារម្មណ៍ថាលបឿនយើងគឺយឺតខ្លាំងមែនទែនហើយពេលខ្លះសឹងតែបោះបង់ give up យកមកចំណុចទី4គឺធ្វើមុខភ្លេចក្រោយវាថាយើងធ្វើលំហាត់ដូចធ្វើលំហាត់រូបវិទ្យាមួយអញ្ចឹងយើងធ្វើអត់ទាន់អស់ចំណុចគេយើងទៅចូលលំហាត់ថ្មីមួយទៀតបាត់ហើយយើងធ្វើទៅដូចព្រៀងហើយបញ្ហាខាងលើទាំងអស់ហ្នឹងដំណោះស្រាយរបស់វាគឺយើងនៅតែបន្តធ្វើវិញ្ញាសាដដែលដែលនៅធ្វើចាប់បានពី10ទៅ20វិញ្ញាសាបញ្ហាទាំងអស់ហ្នឹងអាចកាត់បានសឹងតែ80-90% បាត់ហើយការដែលយើងធ្វើវិញ្ញាសានេះក៏ជារបស់ដែលសម្រាប់ប្រាប់យើងថាយើងខ្សោយមេរៀនណាហើយយើងទៅមើលមេរៀនហ្នឹងទៅហើយមកដល់ពេលនេះបន្ទាប់ពីប្រឡងឆមាសទី1ហើយក៏ជាពេលដែលសាកសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាក្នុងការចាប់ផ្ដើមរៀនធ្វើវិញ្ញាសាចាប់ពីពេលនេះទៅផងដែរហើយសួរតែធ្វើវិញ្ញាសាមិនបើយើងរៀនអត់ទាន់ចប់មេរៀនអស់ផងពីតែដើម្បីធ្វើវិញ្ញាសាបានអ្នកនេះមិនចាំបាច់ទៅចប់មេរៀនទាំងអស់ទេអ្នកនេះចាប់បានតែ50-60% 70% ក៏អ្នកទាំងអស់គ្នាអាចចាប់ផ្ដើមរៀនធ្វើវិញ្ញាសាបានដែរហើយការធ្វើវិញ្ញាសានេះក៏ជាវិធីរំលឹកមេរៀនដ៏ល្អបំផុតដែរអញ្ចឹងកាលណាយើងរៀនធ្វើវិញ្ញាសារាល់ថ្ងៃនោះមេរៀនដែលយើងបានរៀនពីមុនប្រហែលគឺយើងអត់ភ្លេចហើយយើងចេះស្មារតីគ្នាយកហ្មងបើអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នានៅក្នុងវីដេអូក្រោយបាយ